សរុបវាស្មើនឹង22,800គុំណាអត់ទាន់គិតពីថ្នានិសលីផ្សំកូនទី1ទី2ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃទី27ខែ11ឆ្នាំ2025បាទឥឡូវយើងគិតឃើញថាវានៅចុងខែ11ហើយគៀកខែ12ណាបងប្អូនបាទអញ្ចឹងរដូវនេះគឺជារដូវធ្លាក់ខ្យល់ក៏ប៉ុន្តែចម្លែកឆ្នាំនេះធ្លាក់ខ្យល់មែនពិតបងប្អូនហើយបន្លែអត់សូវសម្បូរទេហើយសាឡាត់នៅបានថ្លៃនៅឡើយអញ្ចឹងគឺជាឱកាសល្អសម្រាប់យើងដែរអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះផងដែរខ្ញុំបង្ហាញបងប្អូនពីទស្សនវិជ្ជាចំការបន្លែ hydroponic ឬក៏ចំការបន្លែលើទឹកមួយកន្លែងដ៏ធំមួយស្ថិតនៅចំកណ្ដាលវាលស្រែធំល្វឹងល្វើយបងប្អូនណាបាទហើយកសិដ្ឋាននេះផងដែរគឺស្ថិតនៅក្នុងខេត្តកំពង់ធំបងប្អូនណាបាទបងប្អូនឃើញទេសភាពស្អាតបងប្អូនអើយបាទហើយមាននៅខាងហ្នឹងមានស្រែកសិករយើងបាទស្រែនេះឃើញខៀវស្ងាត់ទេបងប្អូនប៉ុន្តែបែកហើយបងប្អូនណាបាទបែកស្រស់ហើយអោនខ្លះហើយណាបាទខ្ទង់ប្រហែលជាខ្ទង់ដើមខែក្រោយហ្នឹងខែ12សប្តាហ៍ទី2ទី1ខែ12ហ្នឹងគឺច្រូតហើយបងប្អូនបាទអញ្ចឹងនេះគឺជាស្ពៃតួរបស់យើងដាំនៅលើប្រព័ន្ធ hydroponic បាទហើយធំលឿនណាបងប្អូនខែនេះដាក់ជីនតិចតិចបងប្អូនប៉ុន្តែម៉ួយគាត់លន់មកថាអូធំណាបាទធំពេកគេចង់ហ៊ានហូបបាទដោយសារតែតិចអញ្ចឹងវាធំលឿនបងប្អូនបាទនេះផ្ទះសំណាញ់យើងមើលពីខាងក្រៅបងប្អូនណាបាទហើយកន្លែងគាត់នោះគឺចិញ្ចឹមមាន់ចិញ្ចឹមអីទៀតណាបាទចិញ្ចឹមមាន់ចិញ្ចឹមទាទៀតទុកសម្រាប់តែហូបខ្លួនឯងហើយនឹងដោះទិញអីតិចតួចអញ្ចឹងណាបាទអញ្ចឹងយើងឃើញថាទេសភាពគឺនៅក្នុងកណ្ដាលវាលស្រែតែម្ដងបងប្អូនបាទហើយរដូវនេះគឺជារដូវរំហើយបាទអញ្ចឹងទេសភាពនៅស្អាតនៅឡើយទេបាទបើសិនជាខ្ទង់ខែក្រោយទៀតអាចនឹងបាត់បង់សម្រស់ខ្លះហើយដោយសារតែវាក្តៅបងប្អូនណាក្តៅអញ្ចឹងដើមឈើស្មៅអីអាចនឹងប្រែពណ៌បាទហើយនេះគឺជាសាឡាត់ក្រហមរបស់យើងបាទសាឡាត់ក្រហមនេះគឺ red coral ណាបាទរសជាតិវាឆ្ងាញ់មួយយ៉ាងដែរសាឡាត់នេះបើសិនជាចាស់អាចនឹងល្វីងតិចបងប្អូនណាបាទហើយពណ៌វាក្រហមចុងតិចណាបងប្អូនបាទក្រហមចុងតិចតែបើសិនជាខែនេះបាទខែនេះវាអាចនឹងក្រហមខ្លាំងបាទដោយសារតែវាអាកាសធាតុវាស្រឡះល្អអត់មានភ្លៀងបាទហើយមកគុំនេះស្បៃតឿខ្ញុំស្មានតែសាឡាត់green bat សាឡាត់ green romaine បងប្អូនដឹងអីស្បៃតឿសោះឡើយប៉ុណ្ណាណីបាទដាំមួយសាឡាត់ហ្នឹងដល់កវិញស្បៃតឿអត់សូវ CG ទេបងប្អូនស្បៃតឿហ្នឹងប្រភេទពូជប្រកាត់ណាអញ្ចឹងវា CG តិចល្មមទេបាទនេះជាផ្ទះសំណាញ់របស់យើងបាទដាំផ្ទះសំណាញ់នេះវាមានធំហើយមានតូចណាបងប្អូនបាទសម្រាប់អាធំគឺយើងដាក់3រងបាទ3រង1រង12ម៉ែត្រវាស្មើនឹង1រងវា600វា1800គុំណាក្នុងមួយក្រងណាបាទហើយអាក្រងទូចនោះបាទមាន600គុំទៀតបាទក្នុងមួយរងណាព្រោះវា1រង12ម៉ែត្រនិយាយគិត1.8ម៉ែត្រទៅតឹងហើយបដ ாய் 12ម៉ែត្រនេះនៅក្នុងក្រងធំរបស់យើងវាមានចំនួន3រងបាទ1រង12ម៉ែត្រ1រងហ្នឹងគឺបាន600គុំបាទអញ្ចឹងយើងគុណទៅវាស្មើនឹង1800គុំក្នុងមួយក្រងអញ្ចឹងសម្រាប់ក្រងនេះធំណាបងប្អូនបាទបើយើងគិតតែចំនួនគុំសរុបវាស្មើនឹង22,800គុំណាអត់ទាន់គិតពីថ្នានិសលីផ្សំកូនទី1ទី2ទេបើសិនជាយើងគិតពីថ្នាផ្សំកូនទី1ឬក៏ទី2ទៀតវាចូលខ្ទង់3000ក្រាស់សំទោស30000ក្រាស់បងប្អូនណា30000គុំក្រាស់បាទវាយើងអាចដាំវិលជុំបានហើយរយៈពេលនេះគឺពេលវេលាមួយដែលគេហៅថាបដូរសម័យកាលថ្មីបងប្អូនដែលឮថាគ្រូហុងស៊ុយគេនិយាយថាយុគ9យុគ9ណាបាទអញ្ចឹងអ្វីនឹងមានការប្រែប្រួលបងប្អូនបន្លែបងប្អូនដែលអត់ធ្លាប់ដឹងបងប្អូននឹងដឹងថាបន្លែមួយណាដែលជាបន្លែដែលហូបទៅអត់ប៉ះពាល់ដល់សុខភាពអញ្ចឹងសម្រាប់បន្លែនេះបាទបានទាំងហូបនៅតាមផ្ទះជាលក្ខណៈគ្រួសារបានទាំងមួយផ្នែកទៀតគឺរៀបតាំងចានម្ហូបការបាទពួកចុងភៅដែលគាត់តាំងចានម្ហូបការភាគច្រើនគាត់និយមយកបន្លែលើទឹកនេះដោយសារតែបន្លែលើទឹកនេះវាស្អាតហើយវាអត់ជាប់ដីទេសម្រស់វាស្រស់ស្អាតបងប្អូនវាស្រស់
វាតាំងយើងតាំងចានវាលិចជាមួយនឹងម្ហូបបាទអញ្ចឹងវាយើងប្រើសាឡាត់ផ្សេងវាអត់សូវត្រូវបងប្អូនណាបាទម៉ួយពីដើមគេយកតែសាឡាត់មកពីចកាលើគេអត់ដឹងណាប៉ុន្តែឥឡូវសាឡាត់ខ្ញុំគេទុកបានយូរជាងបាទយើងទុកពី3រោងអញ្ចឹងលក់អត់ទាន់អស់អញ្ចឹងគេចាប់ដើមទុកដល់រោងទី2ទី3អញ្ចឹងក៏អត់ទាន់ខូចដែរ